ខានជួបអូនជីដូម7-8ឆ្នាំហើយឥឡូវនេះខ្ញុំកំពុងតែធ្វើដំណើរទៅយកប្អូនខ្ញុំទៅលេងជាមួយនឹងតាហើយនឹងបងប្អូននៅឯស្រុកនៅឯច្រាក់បំសែនទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងតែស្ថិតនៅភូមិសំរងផ្លូវភូមិសំរងអ្នកគ្នានៅកន្លែងណាទេមេទម្លាក់មកមេទម្លាក់ខ្ញុំនៅភូមិសំរងហើយ Hello រីកសួស្តីទាំងអស់គ្នា Welcome to តលតេអូខេកុំឲ្យខាតពេលវេលាយូរយើងធ្វើដំណើរទៅយកប្អូនទាំងអស់គ្នាអូខេ let's go ឥឡូវនេះខ្ញុំកំពុងតែជិះម៉ូតូទៅម្នាក់ឯងទៅតាមផ្លូវភូមិសំរងហើយបន្ទាប់ពីជិះម៉ូតូប្រហែលជា40នាទីជាងខ្ញុំក៏បានមកដល់ហើយឥឡូវនេះប្អូនក៏រៀបចំឲ្យម៉ែបានហើយពីរៀបចំឲ្យបានហើយឥឡូវយើងកំពុងតែធ្វើដំណើរទៅហើយខានជួបគ្នាប្រហែលដូចជាប្រហែលឆ្នាំ7-8ឆ្នាំហើយអាកាលនោះប្រហែលជាទូចមិនទាន់ចេះនិយាយបងបែកគ្នា7-8ឆ្នាំហើយឥឡូវអាយុប៉ុន្មានហើយឥឡូវ15ឆ្នាំហើយបែកគ្នានិយាយចង់10ឆ្នាំហើយចង់ចូល10ឆ្នាំហើយនឹកបងអត់នឹកហើយនឹកតានឹកយាយអត់នឹកឥឡូវនេះយើងកំពុងតែទៅហើយយើងកំពុងតែទៅលេងជាមួយតាយាយនឹងប្រុសញិតអត់ទាន់ចាប់អត់ទាន់ប្រាប់ប្រុសញិតទេ surprise ទៅ surprise ប្រុសញិតដឹងថាយើងទៅទេភើអត់រំភើបខ្លាំងមែនទែនអូខេ let's go យើងធ្វើដំណើរទៅទាំងអស់គ្នាហើយបន្ទាប់ពីជិះម៉ូតូប្រហែលជាចុកគូតយ៉ាងខ្លាំងខ្ញុំក៏បានមកដល់រង្វង់មូលកំពង់ឆ្នាំងហើយជិះម៉ូតូចុកគូតយ៉ាងខ្លាំងទៀតហើយខ្ញុំក៏បានងងុយដេកខ្លាំងណាស់ទាំងអស់គ្នាជិះម៉ូតូ 4-5 ម៉ោងដែរណាហើយឃើញហាងមួយកន្លែងក៏នឹកឃើញកាហ្វេវៀងក្រុងហើយបន្ទាប់ពីឃើញហាងកាហ្វេភ្លាមខ្ញុំក៏បានចូលទៅផ្លេតដើម្បីផឹកកាហ្វេកុំឲ្យយើងមកពេលល្ងាចមកថាយើងមកនេះពេកមកលឿនពេកនេះគេផឹកកាហ្វេពេលល្ងាចពេលអីតាទាំងអស់គ្នាពេលយប់ពេលអីម៉ោង6ម៉ោង5ម៉ោង6អីម៉ោង4ម៉ោង5អីនេះអូអេមហើយទាំងអង្គុយលើនោះឲ្យមើលទិដ្ឋភាពថតរូបអីមកអេមម៉ោង4ម៉ោង5ម៉ោង6អីហ្នឹងទាំងអស់គ្នាវ៉ាវបងនៅប្រហែលគីឡូទៀតអត់ជប់206គីឡូទៀតមើលតែ map ដែរតាមមកវិញពេញមកមើល map ដែរតាម map មិននំអញទៅនេះពីនំអញទៅកន្លែងលូទឹកទៅយចប់ហើយយើងងាកមកមើលទេសភាពនៅកាហ្វេវៀងក្រុងគឺថាវ៉ាវអេមស្រែមខ្លាំងមែនតើទាំងអស់គ្នាប្រកាសជាស្គាល់ហើយកាហ្វេវៀងក្រុងតាមផ្លូវកំពង់ឆ្នាំងឥឡូវយើងបងតែធ្វើដំណើរទៅទៀតហើយនៅសល់200គីឡូដីទៀតទៅដល់បាត់ដំបងអូខេធ្វើដំណើរទៅទាំងអស់គ្នាអូខេ let's go ហើយបន្ទាប់ពីធ្វើដំណើរយ៉ាងយូរយ៉ាងចុកគូតមិនដឹងជាប៉ុន្មានម៉ោងទេទាំងអស់គ្នាគឺយូរម៉ោងខ្លាំងមែនទែនហើយបានមកដល់ស្ពានអាកាសនៅស្ពានអាកាសពោធិ៍សាត់ទាំងអស់គ្នានោះក្រុងពោធិ៍សាត់ហើយឥឡូវនេះខ្ញុំកំពុងតែជិះម៉ូតូសំដៅទៅច្រាពុំផ្សែហើយបន្ទាប់ពីជិះម៉ូតូចុកគូតទៀតហើយទាំងអស់គ្នាគឺថាមកដល់កន្លងផ្លុងយើងហើយវ៉ាវលឿនខ្លាំងមែនទែនតែយូរហើយគេបានមកជួបតាគេរំភើបគេហ្នឹងខានជួបតាយូរហើយខានជួប7-8-9ឆ្នាំហើយតាំងពីនៅទូចហើយឥឡូវបានមកជួបតាគេបានមកជួបបងប្អូនគេបានមកជួបបងប្អូនជីដូនគេទៅលេងមួយតាទៅលេងមួយយាយទៅលេងមួយមីងទៅលេងមួយអ៊ីទាំងណាអីនេះអីញ៉មែនញឹកផែមែនថាហើយយល់តែនិយាយមែនថាយប់នឹងទៅណាអីនេះថាសងជាមួយបងប្អូនជីដូនគេគេថាយប់នឹងទៅណាយើងក្បែកគ្នា8-9ឆ្នាំហើយផេនេះហើយគេថាមិនផេមែនយប់នឹងទៅណាអីណាទៀតនេះអីមើលសុំលុយចាយដែរមើលសុំ5000មកបានលុយមកពេលណាច្រើនអត់ចាយនិយាយងាកហ្នឹងជុំលុយចាយអត់ចាយឡើងពេញផ្ទះលក់បានលុយមែនបានលុយមែនរមមើលបានមែនមែនហ៎វ៉ាវសំទឹកទៅរៀនឲ្យពូខាមកយកហ្នឹងហើយពូនិយាយលេងតាស្អីលុយមិនលុយចាយបានលុយច្រើនហ៎វ៉ាវ